สุดดีប្រិមិត្តវិលមកជួបគ្នាសាច់ថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាដំណើរឆ្ពោះទឹកព្រៃហេមពៀននៅក្នុងស្រុកភូមិមួយមានបរិសុទ្ធក្រីក្រម្នាក់ឈ្មោះថាចៅមាណពគាត់ជាមនុស្សដែលខិតខំប្រឹងប្រែងរកស៊ីណាស់ពេលខ្លះគាត់ធ្វើស្រែពេលខ្លះទៀតគាត់ក៏កាប់ឈើលក់ហើយពេលខ្លះទៅជួយការងារអ្នកភូមិដើម្បីរកប្រាក់បន្តិចបន្តួចតែទោះជាយ៉ាងណាជីវិតរបស់គាត់មិនធូរធារសោះបើទោះបីជាគាត់ខំប្រឹងធ្វើការងារប៉ុណ្ណាក៏ជីវិតរបស់គាត់នៅតែមិនបានរីកចម្រើនឡើយជីវិតរបស់គាត់កាន់តែដុនដាបទៅថ្ងៃមួយមាណពក៏គិតនៅក្នុងចិត្តថាហេតុអ្វីបានជាគាត់ប្រឹងយ៉ាងនឹងហើយនៅតែមិនមានទៀតប្រហែលជាមានអ្វីដែលគាត់មិនបានដឹងគាត់បានឮមនុស្សចាស់និយាយថានៅជើងមេឃមានព្រៃហេមពៀនដែលជាទីកន្លែងស្ងប់ស្ងាត់និងអស្ចារ្យគេជឿថានៅទីនោះមានអ្នកប្រាជ្ញដ៏ធំម្នាក់និងមានបរិវារដែលដឹងគ្រប់ចម្លើយគ្រប់បញ្ហានៅក្នុងលោកមនុស្សជាច្រើនជឿថាអ្នកនោះគឺជាព្រះពុទ្ធដូច្នេះចៅមាណពបានសម្រេចចិត្តធ្វើដំណើរឆ្ពោះទៅជើងមេឃដើម្បីសួរព្រះពុទ្ធថាហេតុអ្វីបានជាជីវិតគាត់ក្រដល់ថ្នាក់នេះក្រោយពីធ្វើដំណើរអស់ជាច្រើនថ្ងៃគាត់បានទៅដល់ពាក់កណ្ដាលផ្លូវពេលយប់មកដល់គាត់បានទៅសុំម្ចាស់ផ្ទះស្នាក់នៅហើយគ្រួសារនោះក៏បានផ្ដល់ឲ្យគាត់ស្នាក់នៅម្ចាស់ផ្ទះគឺជាមនុស្សដែលសប្បុរសបានឲ្យគាត់ស្នាក់នៅនឹងបាយទឹកពេលដឹងថាមាណពកំពុងតែធ្វើដំណើរទៅព្រៃហេមពៀនម្ចាស់ផ្ទះក៏បានសុំឲ្យមាណពជួយក្មួយអើយបើក្មួយទៅជួបព្រះពុទ្ធនោះសូមក្មួយជួយសួរសំណួរឲ្យពូមួយផងនៅមុខផ្ទះរបស់ពូមានដើមពទ្រាមួយហើយដើមពទ្រានេះរាប់ឆ្នាំហើយមិនដែលឃើញចេញផ្លែផ្កាអីគេសោះសួរតាហេតុអ្វីបានជាវាមិនផ្លែមាណពក៏បានទទួលយកសំណួរនោះថ្ងៃបន្ទាប់គាត់បានបន្តដំណើរទៅមុខទៀតពេលថ្ងៃក្តៅគាត់ក៏បានចូលទៅសុំទឹកនៅផ្ទះមួយទៀតម្ចាស់ផ្ទះនោះក៏សប្បុរសដូចគ្នាពេលបានឮថាមាណពទៅព្រៃហេមពៀនគាត់ក៏បានសុំឲ្យមាណពជួយសួរនៅសំណួរមួយដែរក្មួយនៅផ្ទះរបស់ខ្ញុំមានកូនក្រមុំម្នាក់នាងមិនមែនជាមនុស្សកទេប៉ុន្តែតាំងពីតូចមកនាងមិនដែលនិយាយសំបីតែមួយម៉ាត់សូមជួយសួរសំណួរនេះទៅព្រះពុទ្ធផងហេតុអ្វីបានជានាងមិននិយាយមាណពបានឮដូច្នេះក៏បានយល់ព្រមនៅសំណួរទី2នោះផងដែរមាណពបានបន្តដំណើរទៅមុខទៀតអស់រយៈកាលជាច្រើនខែមាណពក៏បានមកដល់ស្ទឹងធំមួយដែលមិនអាចឆ្លងបានខណៈពេលនោះគាត់កំពុងតែគិតមិនដឹងធ្វើដូចម្ដេចស្រាប់តែមានស្ដេចនាគមួយក្បាលបានលេចឡើងពីក្នុងទឹកមកបើអ្នកចង់ឆ្លងទៅត្រើយម្ខាងចូលឡើងជិះលើខ្នងខ្ញុំទៅមាណពក៏ឡើងជិះហើយស្ដេចនាគក៏បានហែលឆ្លងស្ទឹងទៅត្រើយម្ខាងទៀតដោយសុវត្ថិភាពមុននឹងបែកគ្នាស្ដេចនាគបានពឹងពាក់ឲ្យមាណពជួយបើអ្នកបានជួបព្រះពុទ្ធនៅព្រៃហេមពៀនសូមជួយសួរសំណួរឲ្យខ្ញុំមួយផងខ្ញុំបានធ្វើបុណ្យអស់រាប់រយឆ្នាំហើយតែហេតុអ្វីខ្ញុំមិនអាចហោះទៅលើមេឃបានមាណពក៏បានទទួលសំណួរនោះជាលើកទី3បន្ទាប់ពីធ្វើដំណើរយ៉ាងយូរអស់រយៈកាលជាច្រើនឆ្នាំមកទីបំផុតគាត់ក៏បានទៅដល់ព្រៃហេមពៀនដែលជាកន្លែងស្ងប់ស្ងាត់និងស្រស់ស្អាតនៅទីនោះគាត់បានជួបនឹងព្រះពុទ្ធចៅមាណពក៏លុតជង្គង់គោរពហើយប្រាប់ពីដំណើររឿងរបស់គាត់ព្រះពុទ្ធមានព្រះបន្ទូលថាអាត្មាអាចឆ្លើយបានតែ3សំណួរតែប៉ុណ្ណោះចូលមាណពជ្រើសរើសសំណួរដែលមាណពចង់សួរនិងចង់ដឹងបំផុតចៅមាណពគិតយ៉ាងយូរគាត់ចង់សួរអំពីជីវិតខ្លួនឯងប៉ុន្តែគាត់នឹកឃើញមនុស្សដែលបានជួយគាត់នៅតាមផ្លូវដូច្នេះគាត់សម្រេចចិត្តសួរសំណួររបស់ពួកគេជំនួសសំណួរខ្លួនឯងសំណួរទី1សួរថាហេតុអ្វីបានជាដើមពុទ្រាដាំយូរឆ្នាំហើយតែមិនមានផ្លែព្រះពុទ្ធក៏មានព្រះបន្ទូលថានៅក្រោមដើមពុទ្រានោះមានកំណប់កប់នៅខាងក្រោមដីដើមឈើមិនអាចផ្លែបានព្រោះធម្មពលរបស់ដីត្រូវបានរាំងខ្ទប់បើគេយកកំណប់នោះចេញទើបដើមពុទ្រានឹងផ្លែចេញមកភ្លាមរីឯសំណួរទី2សួរថាហេតុអ្វីបានជាកូនក្រមុំរបស់តាយាយមិនព្រមនិយាយសោះព្រះពុទ្ធ
ក៏មានព្រះបន្ទូលថានាងមិននិយាយព្រោះនាងកំពុងតែរងចាំមនុស្សដែលនាងគួរតែនិយាយជាមួយពេលនាងជួបបរិសដែលមានចិត្តល្អនិងស្មោះត្រង់នាងនឹងនិយាយជាមួយភ្លាមរីឯសំណួរទី3ស្ដេចនាគមិនអាចហោះឡើងទៅលើមេឃបានបើទោះជាខំប្រឹងធ្វើបុណ្យអស់រាប់រយឆ្នាំក៏ដោយព្រះពុទ្ធក៏មានព្រះបន្ទូលថាស្ដេចនាគមានគ្រាប់ពេជ្រមួយនៅក្នុងមាត់ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដោយសារតែគាត់នៅតែភ្ជាប់ចិត្តនឹងទ្រព្យនោះគាត់មិនអាចឡើងទៅលើមេឃបានទេបើគាត់លះបង់វាគាត់នឹងអាចឡើងទៅលើមេឃបានភ្លាមពេលមាណពបានទទួលចម្លើយរបស់គាត់ហើយគាត់ក៏ត្រឡប់មកវិញហើយប្រាប់ចម្លើយទាំងអស់ទៅម្ចាស់សំណួរពេលដល់មាត់ស្ទឹងស្ដេចនាគក៏មកទទួលមាណពទៅត្រើយម្ខាងវិញមាណពបានប្រាប់ទៅស្ដេចនាគថាស្ដេចនាគត្រូវតែលះបង់គ្រាប់ពេជ្រចេញពីមាត់លុះបើនាគបានធ្វើតាមហើយឲ្យគ្រាប់ពេជ្រទៅឲ្យមាណពបន្ទាប់មកស្ដេចនាគក៏អាចហោះហើរឡើងទៅលើមេឃបានចំណែកពេលមាណពបានទៅដល់ផ្ទះតាយាយភ្លាមនោះកូនក្រមុំរបស់តាយាយពេលបានឃើញចៅមាណពនាងក៏បាននិយាយជាលើកដំបូងហើយពេលនោះដែរគឺជាពេលដែលនាងចេះនិយាយហើយតាយាយសប្បាយចិត្តខ្លាំងណាស់ពេលនោះមាណពក៏បានសុំនាងរៀបការតែម្ដងហើយជាចុងក្រោយមាណពក៏បានទៅដល់គ្រួសារដើមគេដែលបានផ្ដល់កន្លែងស្នាក់នៅឲ្យគាត់ហើយគាត់ក៏បានប្រាប់ដំណើររឿងទៅដល់គ្រួសារនោះអំពីដើមពុត្រារបស់គាត់ថានៅក្រោមដើមពុត្រាមានកំណប់មាសប្រាក់ជាច្រើនត្រូវតែជីកវាចេញពេលនោះគ្រួសារនោះក៏បានទៅជីកហើយក៏បានឃើញកំណប់មាសពិតប្រាកដមែនពួកគេក៏បានចែកជូនទៅដល់មាណពមួយភាគធំចុងក្រោយមាណពដែលធ្លាប់តែក្រីក្រក៏បានคล้ายខ្លួនជាអ្នកមានសុភមង្គលនិងមានទាំងទ្រព្យសម្បត្តិនិងគ្រួសារដ៏ល្អហើយនៅក្នុងអត្ថន័យអប់រំនៅក្នុងរឿងនេះចង់បង្ហាញថាអ្នកណាដែលមានចិត្តល្អនិងគិតពីអ្នកដទៃមុនខ្លួនឯងនឹងទទួលបានសុភមង្គលនិងផលល្អនៅថ្ងៃក្រោយហើយសាច់រឿងដំណើរឆ្ពោះទៅព្រៃហេមពាន្តក៏ត្រូវបានបញ្ចប់ទៅត្រឹមនេះហើយបើមានចន្លោះខ្វះខាតត្រង់ចំណុចណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរកាយគ្រប់លាជួបគ្នានៅពេលវេលាលើកក្រោយបាយបាយ